មហារីកសូដនគឺជាខិតខលលាក់មុខដែលកើតឡើងលើស្ត្រីចំណាត់ថ្នាក់លេខ1ទូទាំងពិភពលោកជំរាបសួរនាងខ្ញុំវិជ្ជបណ្ឌិតហែនវុฒิតាជាវិជ្ជបណ្ឌិតឯកទេសបម្រើការផ្នែកសម្ភពនិងរោគស្ត្រីនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតថ្ងៃនេះនាងខ្ញុំមានចំណេះដឹងខ្លះសម្រាប់ចែកជូនបងប្អូនស្ត្រីដើម្បីយល់ដឹងពីបញ្ហាសូដនបងប្អូនស្ត្រីដឹងទេតើមានរោគសញ្ញាអ្វីខ្លះដែលយើងសង្ស័យថាបងប្អូនស្ត្រីអាចនឹងមានបញ្ហាសូដនរោគសញ្ញាទាំងអស់នោះមានដូចជាមានឡើងដុំស្បែកឡើងក្រហមក្តៅតឹងមានការហូរទឹកតាមរន្ធក្បាលដោះទឹកនោះអាចជាពណ៌សអាចជាឈាមជាខ្ទុះឬពណ៌លឿងស្បែកឡើងរមាស់គ្រើមមានការបំរែបំរួលទំហំឬទ្រង់ទ្រីសូដនក្បាលសូដនលឹបចូលក្នុងមានឡើងហើមកូនកណ្ដៅនៅតំបន់ក្រោមក្លៀកជាដើមដូច្នេះបងប្អូនស្ត្រីគ្រប់រូបត្រូវតែរៀនពិនិត្យដោះដោយខ្លួនឯងដោយការស្ទាបនៅថ្ងៃមករដូវស្អាតអស់ជារៀងរាល់ខែប្រសិនបើបងប្អូនស្ត្រីរកឃើញរោគសញ្ញាណាមួយក្នុងចំណោមរោគសញ្ញាខាងលើគួរប្រញាប់មកជួបគ្រូពេទ្យឯកទេសដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានទាន់ពេលវេលាបន្ថែមពីលើនេះទៀតក្នុងនាមនាងខ្ញុំវិជ្ជបណ្ឌិតឯកទេសបម្រើការផ្នែកសម្ភពនិងរោគស្ត្រីនាងខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនស្ត្រីគ្រប់រូបដែលមានអាយុចាប់ពី40ឆ្នាំឡើងទៅគួរណាស់មកពិនិត្យតាមដានជាមួយក្រុមគ្រូពេទ្យឯកទេសដែលយើងមានម៉ាស៊ីនទំនើបអេកូសាសនិងម៉ាស៊ីនគៀបដោះដែលយើងហៅថា Mammography យ៉ាងហោចណាស់មួយដងក្នុងមួយឆ្នាំសូមអរគុណមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត